បាទសួស្តីអ្នកនរគ្នានេះគឺជាស៊ីគ្វីពាន់ជាងតើមួយដែលគេប្រើប៊ូតុងហើយនឹងអ៊ីឡេកម្ដៅឧបឡុងអញ្ចឹងដំបូងហ្នឹងគឺយើងមានពូលមួយគ្រាប់ហើយនឹងពូលពេលដែលមានបញ្ហាមកតើអូវឡូដមួយគ្រាប់អញ្ចឹងនៅពេលដែលយើងចុចប៊ូតុង start P1 កុងតាក់ទ័រដើរនាំឲ្យពូលទី1ភ្លឺហ្នឹងហើយអញ្ចឹងនេះគឺម៉ូទ័រកំពុងតែដំណើរការធម្មតាហើយដល់ពេលដែលម៉ូទ័រមានបញ្ហានោះ overload យើងកលេចមកយើងឃើញមានកន្លែងគេតេស្តនៅអស់គ្នាស្របទៅនេះកន្លែងតេស្តយើងចុចអាហ្នឹងទៅអូអត់មានអីកានេះយើងចុចអាកន្លែងតេស្តហ្នឹងនាំឲ្យពូលទី1ផ្ដាច់ពូលទីភ្លេចទី2ភ្លឺបងនេះអស់គ្នាអញ្ចឹងវាកំពុងតែមានបញ្ហា overload អញ្ចឹងយើងចុចអ្វីក៏វាអត់ទៅមុខអត់ដំណើរការដែរបាទចុចបិទក៏វាអត់បិទដែរអញ្ចឹងវិធីសាស្ត្រគឺយើងត្រូវមក reset នេះពាក្យថា reset នេះអស់គ្នាយើង reset ទៅពូនឹងផ្ដាច់យើងអាចដំណើរការតើនឹងម្ដងទៀតបានយល់ទេអូខេគេអញ្ចឹងយើងអាច start ម្ដងទៀតបានអូខេ